គឺមកជួយគាត់រកលុយឲ្យបានច្រើនហើយធ្វើឲ្យគាត់ខ្លាចជាអ្នកមានបំផុតម្ដងទៀតហេនៅតូចសោះចេះនិយាយអួតម្លេះយកសពទាំងថ្ងៃមែនឃ្លានពោះហើយប៉ាទៅឆុងមីឲ្យកូនញ៉ាំចាំនៅទីនេះណាយកមកនេះក្មេងតូចម្លឹងឲ្យញ៉ាំមីយ៉ាងមិនកើតក្នុងនឹងសុទ្ធតែសារធាតុបន្ថែមតើលោកចេះធ្វើជាឪពុកគេដែរឬទេទៅនៅម្ខាងទៅកុំមកចង្អៀតភ្នែកនៅទីនេះឬលោកគ្រូប្រាប់ថាមនុស្សលោកចូលឆ្នាំត្រូវតុបតែងលម្អដោយចង្គៀងគោមផ្ទះធំយ៉ាងនេះតែមានអារម្មណ៍ថាស្ងាត់ជ្រងលោកតាម្នាក់ឯងប្រកាសជាឯកោណាស់ហើយមែនទេខ្ញុំមិនទាន់បានស៊ើបប្រវត្តិឯងឲ្យច្បាស់នៅឡើយទេមិនខ្វល់ថាឯងមានបំណងអ្វីក្នុងការមកក្បែរភីហាងទេល្អបំផុតកុំឲ្យខ្ញុំចាប់ចំណុចខ្សោយឯងបានឲ្យសោះបើមិនដូច្នោះទេនឹងបញ្ជូនឯងទៅមណ្ឌលកុមារកំព្រាអូបានហើយប្រញាប់ញ៉ាំទៅរញ៉េញ៉ៃណាស់ញ៉ាំមួយទៅគ្មានអ្នកណាមកដណ្ដើមឯងទេបើឆ្លុកខ្ញុំត្រូវនាំឯងទៅមន្ទីរពេទ្យទៀតហើយពិតជាពិបាកមែនចុះខ្ញុំនៅណាលោកគ្រូជាគំរូលេខ1ប៉ាច្បាស់ជាលេខ1នេះវាយឺតពេកហើយតាមល្បឿនបែបនេះតើខ្ញុំគួរធ្វើដូចម្ដេចដើម្បីឲ្យប៉ាខ្លាចជាអ្នកមានបំផុតម្ដងទៀត